នៅជំពូទ្វីបក្នុងនោះមានសាសនាប្រហែលជា60ជាង62ញោមមិនមែនតែព្រហ្មញ្ញទេមានសាសនាច្រើនណាស់ហើយភាគច្រើនគេយល់ថាការបូជាការបួងសួងសមអំពីមេឃអំពីដីអំពីអីទាំងអស់ជាហេតុនាំមកនៅសេចក្តីសុខដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ដឹងឡើងថាទេមិនមែនទេការបូជាការបួងសួងការសុំអង្វរពីនរណាមួយមិនអាចបាននៅសេចក្តីសុខនោះឡើយសេចក្តីសុខនោះកើតឡើងអំពីការបដិបត្តិរបស់បុគ្គលនោះខ្លួនឯងទើបអាចញ៉ាំងនៅសេចក្តីសុខនោះកើតឡើងបានអញ្ចឹងព្រះសម្មាសម្ពុទ្ធជាម្ចាស់តែមួយអង្គឯងហ្នឹងដើរបញ្ច្រាស់គេញញបញ្ច្រាស់មនុស្សទាំងអស់ដែលអ្នកយល់ហ្នឹងដូចអចិត្តកេសកម្មបាលីអីលោកគាត់ពន្យល់ថាលើលោកនេះអត់មានសុខអត់មានទុក្ខអីទេញាតិញោមមានតែដង្ហើមចេញដង្ហើមចូលគ្មានពាក្យថាម៉ែគ្មានពាក្យថាមេត្តាគ្មានពាក្យថាបិតាគ្មានពាក្យថាខុសគ្មានពាក្យថាត្រូវអីទេមានន័យថាអ្នកឯងចង់ធ្វើអីធ្វើទៅធ្វើមិនឲ្យតែសុបាយចង់ហូបស្រាប់ហូបទៅចង់ទៅណាចង់ធ្វើមិនសម្រាប់មនុស្សមិនអកុសលមិនក៏ថាអត់មានទេលើលោកនេះអត់មានល្អអត់មានអាក្រក់តែមានអ្នកបង្រៀនបែបអញ្ចឹងដែរអញ្ចឹងព្រះសម្មាសម្ពុទ្ធជាម្ចាស់លោកសម្ដែងផ្ទុយអំពីអ្នកដទៃអញ្ចឹងព្រះអង្គត្រាស់សម្ដែងហើយថាអវ័យធម៌ទាំងឡាយណាដែលព្រះអង្គត្រាស់ដឹងហើយឲ្យរួចផុតហើយនឹងឲ្យអ្នកដទៃរួចផុតផងយើងឆ្លងសង្សារវដ្តហើយនឹងឲ្យអ្នកដទៃឆ្លងផងញាតិញោមសពបរោះទាំងអស់ជាទីស្រឡាញ់ក្នុងការបដិបត្តិព្រះពុទ្ធសាសនានេះបើសិនជាបដិបត្តិយូរទៅញោមអាចពិនិត្យមើលខ្លួនឯងក្នុងចិត្តបកូនណាអ្នកបួសពួកយើងអ្នកបួសនេះណាទេណាទៅតែបួសយូរទៅចេះតែកើតទុកខ្លាំងពេកអានឹងការសាងភ្នោះរបស់យើងមិនតន់តាមមេគាបដិបទារបស់ព្រះសម្មាសម្ពុទ្ធទេកាលមុនចូលវត្តដូចសបាយចិត្តធូរក៏ដូចមិនបានកាត់សិលកាន់អីទេធម្មតាខែប្រជុំយកបាយទៅវត្តមួយស្រាក់ទៅក៏បាត់សូនទៅខែចូលឆ្នាំមួយស្រាក់ទេទៅបានហើយព្រះអង្គណាមកឈួរបិណ្ឌមុខវត្តដាក់500ទៅបានហើយមកក៏មកទៅក៏មកក៏ហីទៅដូចសបាយដូចមួយយ៉ាងដែរដល់តាំងពីចូលវត្តមកយីពីទឹកព្រូងនោះមិនឈប់សោះសំណួរសួរថាតើការបដិបត្តិនេះការបដិបត្តិធម្មៈរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នេះវានាំឲ្យធូរទ្រូងនឹងវាធូរឬក៏ឲ្យវាតឹងណាកន្លែងទៅនោះញាតិញោមប៉ុន្តែអានិសង្ឃនៃការបដិបត្តិធម៌គឺធ្វើឲ្យស្រាលចាកបលិពោតបដិខៈអវ័យដែលជាអវិជ្ជមានជាអកុសលហ្នឹងឲ្យវាស្រាលខ្លួននេះនៃពិតដើមពិតនៃកិច្ចបដិបត្តិធម្មៈរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់អញ្ចឹងកន្លែងហ្នឹងដល់ញាតិញោមអស់លោកទាំងអស់លោកពិនិត្យមើលកិច្ចបដិបត្តិនេះព្រោះស្ដាយញាតិញោមស្ដាយមិនស្ដាយថាយើងចំណាយពេលវេលាសិក្សាបដិបត្តិព្រះពុទ្ធសាសនាហើយវាអត់សូវបានផលញាតិញោមកាលណាតែបដិបត្តិអត់សូវបានផលតើអ្នកណាមកនិយាយតែមិនតិចជឿភ្លាមអូមែនណោះអូមែនណោះទៅបាត់តែគេវល់វាអត់មានអត់ធម្មៈហ្នឹងអត់ឲ្យផលដល់ញាតិញោមហ្នឹងផលដល់ញាតិញោមដូចជាករណីជាក់ស្ដែងញោមប្រុសញោមស្រីគាត់មិនសូវត្រូវគ្នាវាមានហេតុរឿងអីហើយគាត់ទៅបន់ទៅព្រះអង្គអើយធ្វើម៉េចឲ្យទៅចុះលេងយប់ទៅហើយទូបង្គំថ្វាយហង្ស័កមួយណាគេថាព្រះប្រកែទៅថ្ងៃសិលទៅហើយជែកមកស្និតធូប3សែងតូនមុខព្រះអង្គអើយជួយផងក៏តស៊ូមួយគ្នាតាំងពី7 9មកឥឡូវគាត់អត់ឈប់សោះចេះតែទៅអត់ឈប់សោះព្រះអង្គអើយជួយទូបង្គំផងហើយព្រះនៅធម្មតាចឹងព្រះពុទ្ធរូបទៅថាអីទៅណាបានមួយខែគេប្រាប់ថាព្រះអង្គដូចមិនសូវប្រកែខ្ញុំទៅបន់ព្រះអង្គមួយទៀតនោះប្រកែណព្រះអង្គខ្មៅព្រះអង្គនេះមិនសូវខ្មៅទៅព្រះអង្គមួយទៀតខ្មៅប្រកែណាព្រោះឃើញញោមមួយឃើញអ្នកមួយចែមួយឃើញបងមួយក៏ទៅបន់តាគាត់ភ្លឹមតម្រងទៅទៀតចេះណាបន់យ៉ាងណាថ្មទេថ្មនេះ
ថ្ងៃនេះយើងអភិសេកបុណ្យនេះអភិសេកព្រះពុទ្ធរូបហេតុអីបានអភិសេកពាក្យអភិសេកមានន័យថាម៉េចមានន័យថាធ្វើរបស់តូចឲ្យទៅជាធ្វើរបស់ធម្មតាឲ្យទៅជារបស់ខ្ពង់ខ្ពស់សេកអភិសេកដូចជាគេអភិសេកព្រះរាជាពីដើមព្រះអង្គមនុស្សធម្មតាតាញាតិញោមជាព្រះអង្គម្ចាស់តាដល់អភិសេកទៅគឺលើកដំកើងព្រះអង្គម្ចាស់ឬក៏ព្រះរាជទាយាទនឹងឲ្យคล้ายទៅជាព្រះរាជាយ៉ាងណាមិញព្រះពុទ្ធរូបនេះគេអភិសេកគឺដើម្បីទុកជាតំណាងព្រះសម្មាសម្ពុទ្ធជាម្ចាស់ដែលបានប្រកាសសម្ដែងដែលបានបង្រៀនដល់សត្វលោកទាំងអស់រយៈពេល45ឆ្នាំដែលនិយាយអំពីគុណរបស់ព្រះអង្គទាំង3នោះដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់មានអញ្ចឹងព្រះពុទ្ធរូបនេះជាតំណាងញាតិញោមជាតំណាងដល់អញ្ចឹងញោមគាត់ចេះតែនេះទៅគាត់ប្រឹងទៅញាតិញោមទៅបូជាបន់ជួនកាលចំពេលញោមប្រុសនឹងគាត់វាហត់នៅវាអីវាអស់ចិត្តគាត់ឈប់ដើរអូព្រះអង្គប្រកែមែនជឿតែម្ដងណាអញ្ចឹងវិវត្តអញ្ចឹងកន្លែងហ្នឹងចង់សឹកចម្រើនពរញាតិញោមពុទ្ធបរិស័ទថាព្រះពុទ្ធរូបកសាងឡើងគឺក្នុងបំណងទុកជានិមិត្តរូបជាតំណាងនៃព្រះសម្មាសម្ពុទ្ធជាម្ចាស់ញាតិញោមណាដោយព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គពោពេញទៅដោយគុណដ៏ក្រៃលែងគឺបញ្ញាគុណវិសុទ្ធគុណនិងករណាណាគុណសូមអនុមោទនាឥឡូវហ្នឹងគឺជ្រាបហើយអំពីគុណអំពីអ្វីដែលជាសារៈសំខាន់របស់ព្រះពុទ្ធរូបប៉ុន្តែសំដែងអញ្ចឹងមកឲ្យញោមឈប់ជឿឈប់បន់ទេញោមចង់បន់អញ្ចឹងចុះមិនទៅមិនហាមទៅណាមើលរហូតហ្នឹងឈឺហើយកៅហើយញាតិញោមពុទ្ធបរិស័ទទាំងអស់ជាទីស្រឡាញ់វត្តពុទ្ធសាសនាយើងនេះជាពិសេសពុទ្ធរូបនៅត្រង់ឈរពុទ្ធរូបនេះញាតិញោមជាប្របាញាតិញោមណាអ្នកសិក្សាលោកមិនអីទេតែពុទ្ធបរិស័ទលោកព្រោះស្រុកយើងញាតិញោមដោយសារបច្ចុប្បន្នហ្នឹងអ្នកកាន់ពុទ្ធសាសនាច្រើនណាស់ឡើយញាតិញោមអ្នកខ្លះគេថា500លានអ្នកខ្លះប៉ុន្តែការស្រាវជ្រាវថ្មីប៉ាន់ប្រមាណរហូតឡើងដល់ទៅ700លានចិត្តតែ800លានអ្នកខ្លះទៀតថាលើសពី800លានដោយសារតែប្រទេសខ្លះកាន់ពុទ្ធសាសនា2ញោមអូនកាន់សាសនា2ទូយ៉ាងដូចជាប្រទេសជប៉ុនពុននេះកើតមកកាន់2តែម្ដងគឺកាន់សិនតូផងកាន់ពុទ្ធផងនៅស្រុកជប៉ុនគេមានពាក្យមួយថាកើតសិនតូស្លាប់ពុទ្ធមានន័យថាម៉េចមានន័យថាពេលកើតគឺកើតបកកប្រសិទ្ធពលីការអីសំបែបយ៉ាងអីជាបែបសាសនាសិនតូញោមស្រុកកានហ្នឹងទៅស្អីសាសនាស្អីសិនតូដែលលឺបាក់បយលះវិញឆ្ងាយសិនតូហ្នឹងគាត់ចាំថាសិនតូអញ្ចឹងទៅហ្នឹងហើយដល់ពេលស្លាប់ជនជាតិជប៉ុននេះគឺស្លាប់ជាពុទ្ធសាសនិកកប់ស្អីយ៉ាងម៉េចបូជាយ៉ាងម៉េចអីយ៉ាងម៉េចផ្លាក់ព្រលឹងបាំងស្គលអីពិធីអីគឺពុទ្ធទាំងអស់អញ្ចឹងប្រទេសយ៉ាងដូចនេះមនុស្សកាន់សាសនា2អស់លោកសពបរោះទាំងអស់ជាទីស្រឡាញ់ដែលហេតុព្រះពុទ្ធសាសនាយើងនឹងកាន់ច្រើនកន្លែងអញ្ចឹងទៅដល់អញ្ចឹងព្រះពុទ្ធរូបដែលពុទ្ធសាសនិកនៃបណ្ដាប្រទេសនីមួយសាងសង់ហ្នឹងមានមុត្រៈហ្នឹងគឺពុំញោមប្រែមួយទៀតថាពុំដូចជាព្រះអង្គយើងនេះ
វាជាការរួមបញ្ចូលនៅដែលដល់មានប្រសាសន៍នេះវិតកមុត្រៈហ្នឹងហើយពន្យល់បង្ហាញតាមរយៈកាយវិការមេដៃចង្អុលដៃផ្គុំគ្នាបង្កើតជារង្វង់ហើយមករៀមដៃ3ទៀតសន្ធឹងធម្មតាខ្ញុំឃើញប្រហោះព្រះអញ្ចេះទេខ្ញុំខ្លះក៏ឆ្ងល់ថាចាំបាច់ធ្វើអញ្ចឹងធ្វើអីធ្វើអញ្ចេះទៅថាធ្វើមិនក៏បានដែរតែយើងថាទេប៉ុន្តែវាមានពុំខ្ញុំណាហ្នឹងហើយខ្ញុំខ្លះឆ្ងល់ថាព្រះអង្គកណាឃើញព្រះខ្លះគេដាក់ប្របាទអញ្ចេះអត់ណែប្រហោះអញ្ចេះខ្លះធ្វើអញ្ចេះមានន័យថាម៉េចមានន័យប្រកេអញ្ចឹងក្នុងមុត្រៈខ្មែរយើងហ្នឹងគឺពុំនៃការកសាងព្រះពុទ្ធរូបនៅក្នុងពិភពលោកទាំងមូលនេះគឺមិនដូចគ្នាទេញាតិញោមណាជាពិសេសញាតិញោមអង្គញាញោមទាវលោកអញ្ជើញទៅកាន់ប្រទេសដទៃឃើញព្រះពុទ្ធរូបអីផ្សេងចេះថាអីចុះមិនរូបព្រះនៅស្រុកនេះខុសពីរូបយើងអានោះមុត្រៈបែបចិនមុត្រៈគឺពុំបែបជប៉ុនពុំបែបស្រីលង្កាពុំបែបភូមាហ្នឹងហើយហ្នឹងគេហៅមុត្រៈហើយបើនិយាយពីរឿងពុំនេះនិយាយមកយប់នេះនិយាយមិនអស់ទេវាច្រើនណាស់អញ្ចឹងមិននិយាយទេមិនសំដែងទេញាតិញោមណាស្រាវជ្រាវលោកចូលទៅស្រាវជ្រាវឃើញហើយសំដែងតែពីមុត្រៈនៅស្រុកខ្មែរយើងហើយនេះតែពីមួយដូចជានៅប្រទេសភូមាអាត្មាទៅថ្ងៃមុននោះទៅឆ្នាំតមិញស្រុកយើងដែលមានព្រះពុទ្ធរូបណាពាក់វ៉ែនតាញោមមានទេតែហ៊ានធ្វើហ្នឹងអូសម័យឡូវមិនបានទេដេកគ្មានលក់ទេមកទៅព្រមេគួនហ្នឹងមិនដឹងទៅចាប់ប្រាំងឯណាទេតែហ៊ានអីឧត្តមដាក់វ៉ែនតាសងសាងព្រះពុទ្ធរូបដាក់វ៉ែនតាហ្នឹងអូឥឡូវស្រុកអ្នកប្រាជ្ញច្រើនណាស់ឃើញបានទេដូចភ្លើងព្រៃចឹងឆេះហើយរៀលហ្នឹងហើយតែបន្នំគ្នាខ្វល់ខ្វាយរឿងកើបសម្រាមតាមខ្នល់ឲ្យប្រហែលនឹងខ្វល់ជេរមនុស្សមិនដឹងស្រុកយើងស្អាតប៉ុណ្ណាទេញាតិញោមណាហ្នឹងហើយវាទម្លាប់មិនសូវល្អមិនមែនតែស្រុកយើងទេស្រុកដទៃនឹងចឹងដែរសង្គមនៅស្រុកភូមានោះមានព្រះពុទ្ធរូបមួយពាក់វ៉ែនតាហើយអាត្មានោះចុះទៅថ្វាយអង្គមឃើញភ្ញាក់ព្រឺតហ្មងសួរព្រះអង្គភូមាថាជាយ៉ាងម៉េចបានទៅដាក់កសាងព្រះពាក់វ៉ែនតាលោកថាអញ្ចេះលោកថាដោយសារតែអ្នកកសាងពីដើមព្រះអត់មានវ៉ែនតាទេតែអ្នកទៅបន់ទៅបូជានឹងថាសូមឲ្យជាភ្នែកដល់វិច័យដនយ៉ាងម៉េចក៏មិនដឹងទេបនកុសលឬក៏ពេទ្យបកែឬក៏ព្រះបកែមែនយើងក៏វាមិនដឹងណាគឺជាភ្នែកទៅអញ្ចឹងអ្នកទៅបន់ហ្នឹងក៏ទិញវ៉ែនតាពាក់ឲ្យព្រះទៅហើយគាត់ពាក់ឲ្យគ្មានណាហ៊ានដោះទេញាតិញោមទៅជាព្រះពាក់វ៉ែនតាចាចង់ចម្រើនថារចនាបថប្រពៃណីអីសំបែបយ៉ាងនៃការបដិបត្តិព្រះពុទ្ធសាសនាពីតំបន់មួយទៅតំបន់មួយហ្នឹងគឺមិនដូចគ្នាទេញាតិញោមណាអញ្ចឹងចង់ចម្រើនពរថាយើងក្នុងស្រុកយើងព្រះពុទ្ធរូបនេះគឺរហូតដល់ដំណាក់កាលនេះយើងនៅឯកភាពគ្នាច្រើនណាស់មិនតាន់ 100% តែច្រើនមែនទែនយើងគិតក្នុងស្រុករបស់យើងចិត្តប៉ុណ្ណេះក៏ចាត់ទុកថាល្អហើយព្រះមេគុណដូចថ្ងៃមុននោះដូចឃើញញោមញ៉ាអីព្រះអង្គណាកសាងនោះពោធិ៍សាត់ទេណាអូហ្នឹងហើយព្រះមុខដូចអ្នកលក់បាញ់ឆាវហ្នឹងឆ្លាក់មិនដឹងថាមុខយ៉ាងម៉េចប៉ុន្តែបាញ់ឆាវនោះស្អាតព្រះអង្គឆ្លាក់មិនដឹងតែឆ្លាក់សម័យណាមកហើយទឹកអ្នកយកទៅថតយកអីទៅក៏កើទៅក៏កែអីចឹងទៅមិនអីទេអានឹងវាធម្មតាទេប៉ុន្តែរឿងទាំងអស់ចង់ចម្រើនពរចាស់ញាតិញោមថាព្រះពុទ្ធរូបនេះគឺមានមុត្រៈគឺមានពុំផ្សេងទីពីគ្នាប៉ុន្តែសួរវត្តព្រះពុទ្ធរូបនេះសម័យពុទ្ធកាលមានព្រះពុទ្ធរូបទេកាលដែលព្រះអង្គគង់ធរវិននៅថាអត់មានទេញាតិញោមព្រះពុទ្ធរូបសម័យព្រះមិនមានទេកាលដែលព្រះអង្គមានបច្ចុប្បន្នគង់នៅមិនមានព្រះពុទ្ធរូបទេព្រះពុទ្ធរូបនេះកើតឡើងមករកឃើញមែនទែនក្នុងសតវត្សទី1សករាជប្រហែលជា 4-500 ឆ្នាំនៃការបរិនិព្វានក្រោយការបរិនិព្វានសម្មាសម្ពុទ្ធជាម្ចាស់
ទើបឃើញមានព្រះពុទ្ធរូបហើយព្រះពុទ្ធរូបនេះចាប់ផ្ដើមដំបូងមិនមែនជាព្រះពុទ្ធរូបទៀតជានិមិត្តសញ្ញាជាផ្កាឈូកជារាជបល្ល័ង្កហើយចុងក្រោយនោះជាព្រះបាទទាហើយវិវត្តទៅយូរទៅបានចេញទៅជារូបមនុស្សញាតិញោមណាចឹងជ្រាបកន្លែងហ្នឹងចឹងទៅបានរូបមនុស្សស្រុកណាធ្វើព្រះមុខដូចស្រុកនងហ្នឹងក៏អត់មានអីឆ្ងល់ទេញាតិញោមថាចង់ឃើញព្រះប្រភពព្រះអង្គពិតប្រកបហ្នឹងយ៉ាងម៉េចអត់មានទេញាតិញោមមានទេសម័យព្រះមានកាមេរ៉ាឯណាយើងជាងនឹងសម័យតែញាតិញោមសម័យណាយើងឆ្លាក់យ៉ាងម៉េចឲ្យវាស្អាតដល់តែមើលព្រះពុទ្ធរូបស្រុកយើងហើយនឹងទៅមើលព្រះពុទ្ធរូបស្រុកចិនស្រុកជប៉ុនខុសគ្នាញាតិញោមព្រះពុទ្ធរូបស្រុកចិនភ្នែកលឹបនោះស្រុកជប៉ុននៃភ្នែកទូចហ្នឹងថាជប៉ុនយ៉ាងម៉េចព្រះអញ្ចឹងឯងហើយព្រះខ្មែរយ៉ាងម៉េចមុខខ្មែរអញ្ចឹងឯងសួរថាខុសទេបើឆ្លាក់ឲ្យវាត្រូវរូបព្រះអង្គមានទេប៉ុន្តែនេះជាសមត្ថភាពរបស់មនុស្សលោកដែលអាចកសាងបានទុកជាការគោរពបូជាបបិទ្ធបករណាជាម្ចាស់ជាទីសក្ការៈញាតិញោមពុទ្ធបរិស័ទទាំងអស់ថាតើការកសាងពុទ្ធរូបនេះមានប្រយោជន៍អ្វីហ្នឹងហើយព្រះសម្មាសម្ពុទ្ធជាម្ចាស់កាលដែលព្រះអង្គតាំងប្រណិធានព្រះអង្គប្រាថ្នាដើម្បីនឹងត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធជាម្ចាស់បានពោលថាពុទ្ធោពោធិយមុតតោមោចយ៉ាងទេណោតារយ៉ាងយើងត្រាស់ដឹងហើយនឹងឲ្យតែត្រាស់ដឹងផងយើងរួចចាកផុតហើយនឹងឲ្យអ្នកដទៃរួចចាកផងយើងឆ្លងសង្សារវដ្តហើយនឹងឲ្យអ្នកដទៃឆ្លងសង្សារវដ្តនោះផងនេះជាពាក្យចារបស់ព្រះពោធិសត្វដែលចាប់ផ្ដើមក្នុងការកសាងបារមីនៃការត្រាស់ដឹងដើម្បីត្រាស់ដឹងនៅសម្មាសម្ពោធិញ្ញាណអញ្ចឹងព្រះអង្គបានកំណត់ថាកាលដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គលោកត្រាស់ដឹងពេលដែលបានត្រាស់ដឹងនៅមោគធម៌គឺសច្ចធម៌នេះអ្វីដែលព្រះអង្គត្រាស់ដឹងគឺធម៌សម្រាប់ជួយចម្លងសត្វសម្រាប់ញ៉ាំងសត្វនឹងឲ្យចេញចាកនៅសេចក្តីទុក្ខបានតថាគតនឹងញ៉ាំងអ្នកដទៃនឹងឲ្យត្រាស់ដឹងដែរមានន័យថាម៉េចញាតិញោមមានន័យថាអ្វីដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គលោកចេះព្រះអង្គលោកយល់អំពីការរលាស់ខ្លួនចាកនៅសេចក្តីទុក្ខលំបាកសពបែបយ៉ាងអីទាំងអស់ហ្នឹងគឺព្រះអង្គនឹងប្រាប់នៅមនុស្សលោកពុទ្ធមេមកជនទាំងអស់ឲ្យត្រាស់ដឹងដោយព្រះអង្គដែរมันមានអីលាក់លៀមទេញាតិញោមដូចជាព្រះលោកត្រាស់សម្ដែងថាមេតាបិតុឧបฏដ្ឋានំពុទ្ធតិរសសង្កហោអនាគលាចកម្មន្តាអេតមង្កិលមុត្តមង្ព្រះអង្គលោកត្រាស់សម្ដែងថាប្រសិនណាបើពួកបុត្រធីតាទាំងឡាយជាកូនជាចៅលោកចង់បានមង្គលគឺសេចក្តីសុខសេចក្តីរុងរឿងភាពត្រជាក់ត្រជុំនៅក្នុងគ្រួសារចូលអ្នកបូជាឧបត្ថម្ភចំពោះមេដាបិតារបស់អ្នកនៅក្នុងគេហដ្ឋាននេះការយល់យ៉ាងដូចនេះឈ្មោះថាជាការត្រាស់ដឹងអ្វីជាការត្រាស់ដឹងការត្រាស់ដឹងជាការយល់អំពីច្បាប់នៃធម្មជាតិអញ្ចឹងព្រះអង្គលោកត្រាស់សម្ដែងថាពេលដែលកូនគោរពបូជាមេដាបិតាអានិសង្ឃនៃការគោរពនោះវាជាមង្គលវាជារិស័យនេះការយល់អញ្ចឹងឈ្មោះថាជាការត្រាស់ដឹងញាតិញោមយល់អញ្ចឹងអ្នកខ្លះគេអត់យល់អញ្ចឹងទេថាបើចង់បានសេចក្តីសុខដល់ទៅគោរពព្រះអាទិត្យគោរពព្រះច័ន្ទហ្នឹងទៅនៅអរិយធម៌ប្រពៃណីប្រទេសខ្លះរហូតដល់ទៅគោរពសត្វអីចឹងគោរពគោគោរពកបីគោរពស្វា
ណានៅស្រុកឥណ្ឌាអីញាតិញោមទៅឃើញនោះគោរពកដោមានព្រះកដោទៀតសំណាងហ្នឹងយើងគោរពមនុស្សអត់គោរពសត្វហ្នឹងណាចឹងឃើញគោណាជើង3អីឃើញគេដាក់ទឹកដាក់អីហ្នឹងផ្អើលមកឈុលអីចឹងដែរញោមយើងណាអាហ្នឹងគោទេទៅដាក់ទឹកឲ្យវាហិតហើយយើងទៅនាំអ្នកថាហ្នឹងព្រះលោកប្រោះព្រំព្រះគោលោកប្រោះព្រំនេះឈ្មោះថាមិនមែនជាការត្រាស់ដឹងយល់ប្រឆាអំពីសេចក្តីពិតកណាយល់ខុសប្រៀបបានដូចអញ្ចឹងញាតិញោមធម្មជាតិរបស់អាកាសវាអត់មានទុកអីទេតែមនុស្សខ្លះព្យាយាមយកបាតជើងទៅតម្កល់ទុកនៅក្នុងទីលំហវាអត់ទៅរួចព្រះលោកថាអត់ទេបើចង់បានសេចក្តីសុខនៅក្នុងគ្រួសារនៅក្នុងវងត្រកូលមានមនុស្សបង្គោល2នាក់ដែលអាចឲ្យនៅរាសីចំពោះអ្នកអាចឲ្យនៅមង្គលចំពោះអ្នកគឺមេត្តា3ដាហើយព្រះអង្គលោកត្រាស់សម្ដែងថាបើចង់មានរាសីពងពោះបូជាគោរពមេត្តា3ដាដោយមេត្តាកាយកម្មដោយកាយដ៏ល្អវន្តនកិច្ចគោរពបូជាពេលដែលលោកកំពុងរស់នៅគ្រប់ចេតិយល្អហើយតែអានោះវាចេតិយទេគោរពមេត្តាបិតាដែលកំពុងតែដកដង្ហើមនេះអានោះបានជាការគោរពការបូជាមួយដ៏ក្រៃលែងការពោលប្រកបដោយមេត្តាវិជ្ជកម្មពោលចំពោះឪពុកអ្នកម្ដាយម្សិលមិញហ្នឹងមកសឹងហត់ពេកមកពីវត្តរវល់បន្តិចហ្នឹងមកក៏ឃើញខ្មែរយើងអ្នកខ្លះក៏គោរពមេត្តាបិតាថ្ងៃម្សិលមិញហ្នឹងទិវាស្អីគេនោះហ្នឹងល្អដែរតែមួយឆ្នាំឃើញម្ដងក៏វាល្អដែរប៉ុន្តែន័យពិតមែនទែនចូលទៅចិត្តគោរពបូជាថ្វាយចំពោះលោកអ្នកនៅមេត្តាវិជ័យកម្មទី3គោរពមេត្តាបិតាដោយមេត្តាមនោកម្មហើយព្រះអង្គលោកសម្ដែងទៀតញោមសម្ដែងថាបតតិរសសង្កហោអនាគលាចកម្មន្តាអេតមង្គលមុតតមង្គមិញនេះលោកនិយាយអំពីទំនាក់ទំនងរវាងមេត្តាបិតានិងបុត្រធីតាចេះតែជូនយោបល់ញាតិញោមណាញាតិញោមពេលលោកឪពុកម្ដាយលោកនៅមានបច្ចុប្បន្នបូជាលោកទៅធ្វើអស់ឱកាសហើយទាំងដល់ថ្ងៃហើយចូលចេតិយអស់ហើយនឹងអស់ចឹងថ្ងៃមុនដែលធ្វើដំណើរទៅកាន់ទីសម្រាប់ចុងក្រោយហ្នឹងលោកបូជាហើយព្រះអង្គលោកត្រាស់សម្ដែងថាមេត្តាបិតានេះជាមនុស្សពោលទៅដោយគុណធម៌ជាប្រភពនៃសេចក្តីសុខជាមលុបមេត្តាបេតុឆាយាមលុបជាប្រភពនៃសេចក្តីសុខរហូតដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ប្រកាសសម្ដែងហៅមេត្តាបិតានឹងថាជាទេវតាទៅទៀតនោះប៉ុន្តែយើងដើរចេះទៅចង់ដើរវិទាំងបុកទេវតាមិនស្គាល់ទេវតាចេះតែចង់ឃើញទេវតាចុះពីលើព្រៃមកចេញពីពពួកមកមានណាលើពពួកនឹងសាយន្តហោះហ្នឹងមែនទេទេវតានេះទេវតាមុខស្អាតនេះអាវក្រហមអាវសនេះលោកចូលទៅបូជាគេហទេវាជាទេវតាក្នុងផ្ទះហ្នឹងបូជានៅពេលនេះគ្រប់យ៉ាងល្អទាំងអស់វានឹងប្រសើរជាជាងនៅពេលដែលថ្ងៃមួយបងប្អូនជួបជុំគ្នានៅមុខចេតិយអានោះក៏ល្អដែរមិនអីទេដឹងគុណតែដង្ហើមនៅរស់ខែនៅភ្លឺបំពង់កនៅបញ្ឈរលោកថានេះហើយជាប្រភពនៃបុណ្យនោះជាអណ្ដូងជាមហាសមុទ្រដែលឲ្យអ្វីគ្រប់យ៉ាងដល់ពួកបុត្រធីតាទាំងឡាយនឹងព្រះអង្គលោកនិយាយអំពីមេត្តាបិតាលោកនិយាយមួយទៀតព្រះអង្គលោកសម្ដែងមួយទៀតនិយាយអំពីជីវិតអាពាហ៍ពិពាហ៍បតតិរសសង្កហោព្រះអង្គលោកត្រាស់សម្ដែងថាប្រសិនណាបើអ្នកចង់ឲ្យអាពាហ៍ពិពាហ៍របស់អ្នកមានមង្គលព្រះអង្គត្រាស់សម្ដែងថាស្វាមីត្រូវសង្គ្រោះប្រពន្ធនិងកូនដោយស្មោះអស់ពីដួងហារតីអាហ្នឹងធ្វើបានសុខធ្វើអត់បានសុខទេអាហ្នឹងមិនដឹងទេអាហ្នឹងការងារញោមអាត្មាមិនដឹងទេហ្នឹងចាត់ចែងខ្លួនឯងចោះមិនដឹងទេ
ញោមប្រុសដោះស្រាយមិនញោមស្រីដោះស្រាយមិននឹងរឿងខ្លួនឯងផ្លូវព្រះអង្គលោកត្រាស់សម្ដែងថាអាពាពីពានោះវានឹងคล้ายទៅជាពិភពនៃឋានសួគ៌នៅពេលដែលស្វាមីនិងភរិយានេះលោកស្រឡាញ់គ្នាដោយស្មោះនេះជាសភាវៈជាសច្ចធម៌នៅក្នុងពិភពលោកនេះការយល់ត្រូវយ៉ាងដូចនេះឈ្មោះថាជាការត្រាស់ដឹងញាតិញោមណាការត្រាស់ដឹងនឹងគឺអញ្ចឹងដែរញាតិញោមមិនមែនត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ផ្លុំមកផែតចេញមាសប៉ិនវិទេមិនមែនអញ្ចឹងទេមិនមានន័យអញ្ចឹងទេការត្រាស់ដឹងជាការគឺជាការយល់អំពីសច្ចភាពនៃការប្រព្រឹត្តទៅរបស់សភាវៈធម៌នៅក្នុងលោកនេះថាបើជីវិតអាពាហ៍ពិពាហ៍ធ្វើយ៉ាងម៉េចបានសុខដល់មនុស្សពីរនាក់លោកស្រឡាញ់គ្នាអញ្ចឹងដែលព្រះអង្គត្រាស់សម្ដែងនេះដែលព្រះអង្គកំណត់អធិដ្ឋានក្នុងចិត្តថាយើងត្រាស់ដឹងហើយនឹងឲ្យអ្នកដត្រីត្រាស់ដឹងផងមានន័យថាបើតថាគតបានត្រាស់ដឹងធម៌នេះហើយបើខ្ញុំត្រាស់ដឹងនេះខ្ញុំនឹងត្រាស់ដឹងធម៌នឹងខ្ញុំនឹងឲ្យអ្នកត្រាស់ដឹងនៅអ្វីដែលខ្ញុំដែលតថាគតត្រាស់ដឹងហើយអញ្ចឹងមានន័យថាការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នេះគឺនិយាយអំពីសច្ចភាពនៃលោកនេះទី2លោកបានបញ្ជាក់បន្ថែមទៀតថាយើងរួចផុតទុកហើយនឹងឲ្យអ្នកដទៃរួចផុតទុកផងព្រះជាម្ចាស់លុះត្រាព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះពុទ្ធជាម្ចាស់លុះត្រាតែព្រះអង្គបើព្រះអង្គនិយាយអំពីសេចក្តីទុក្ខការរួចចាក់ទុក្ខដល់ព្រះអង្គរួចចាក់ទុក្ខដល់ព្រះអង្គលះហើយលះកាត់ដាច់ហើយនៅទោសៈនៅមោហៈទើបឈ្មោះថាជាព្រះអរហន្តសម្មាសម្ពុទ្ធហ្នឹងហើយអញ្ចឹងអ្វីដែលព្រះអង្គបានរួចផុតហើយនឹងឲ្យអ្នកដទៃរួចផុតផងញាតិញោមអញ្ចឹងក្នុងកិច្ចបដិបត្តិនេះចម្រើនពរញាតិញោមពុទ្ធសាសនាយើងនេះការបង្រៀនរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នេះកាលពីសម័យពុទ្ធកាលអ្នកប្រាជ្ញខ្លះហៅថាព្រះអង្គជាអ្នកដើរបញ្ច្រាស់នៃចរន្តមហាសមុទ្រស្អីចរន្តនៃមហាសមុទ្រសម័យនោះកាលសម័យពុទ្ធកាលគឺ2563ឆ្នាំមុននៅជំពូទ្វីបក្នុងនោះមានសាសនាប្រហែលជា60ជាង62ញោមមិនមែនតែព្រហ្មញ្ញទេមានសាសនាច្រើនណាស់ហើយភាគច្រើនគេយល់ថាការបូជាការបួងសួងសមអំពីមេឃអំពីដីអំពីអីទាំងអស់ជាហេតុដល់មកនៅសេចក្តីសុខដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់ដឹងឡើងថាទេមិនមែនទេការបូជាការបួងសួងការសុំអង្វរពីនរណាមួយមិនអាចបាននៅសេចក្តីសុខនោះឡើយសេចក្តីសុខនោះកើតឡើងអំពីការបដិបត្តិរបស់បុគ្គលនោះខ្លួនឯងទើបអាចញ៉ាំងនៅសេចក្តីសុខនោះកើតឡើងបានអញ្ចឹងព្រះសម្មាសម្ពុទ្ធជាម្ចាស់តែមួយអង្គឯងនឹងដើរបញ្ច្រាស់គេញាតិញោមបញ្ច្រាស់មនុស្សទាំងអស់ដែលអ្នកយល់ហ្នឹងដូចអចិត្តកេសកម្មបលីអីលោកគាត់ពន្យល់ថាលើលោកនេះអត់មានសុខអត់មានទុក្ខអីទេញាតិញោមមានតែដង្ហើមចេញដង្ហើមចូលគ្មានពាក្យថាម៉ែគ្មានពាក្យថាមេត្តាគ្មានពាក្យថាបិតាគ្មានពាក្យថាខុសគ្មានពាក្យថាត្រូវអីទេមានន័យថាអ្នកឯងចង់ធ្វើអីធ្វើទៅធ្វើមិនឲ្យតែសុបាយចង់ហូបស្រាប់ហូបទៅចង់ទៅណាចង់ធ្វើមិនសម្រាប់មនុស្សមិនអកុសលមិនក៏ថាអត់មានទេលើលោកនេះអត់មានល្អអត់មានអាក្រក់តែមានអ្នកបង្រៀនបែបអញ្ចឹងដែរអញ្ចឹងព្រះសម្មាសម្ពុទ្ធជាម្ចាស់លោកសម្ដែងផ្ទុយអំពីអ្នកដទៃអញ្ចឹងព្រះអង្គត្រាស់សម្ដែងហើយថាអវ័យធម៌ទាំងឡាយណាដែលព្រះអង្គត្រាស់ដឹងហើយឲ្យរួចផុតហើយនឹងឲ្យអ្នកដទៃរួចផុតផងយើងឆ្លងសង្សារវដ្តហើយនឹងឲ្យអ្នកដទៃឆ្លងផងញាតិញោមសពបរោះទាំងអស់ជាទីស្រឡាញ់ក្នុងការបដិបត្តិពុទ្ធសាសនានេះបើសិនជាបដិបត្តិយូរទៅញោមអាចពិនិត្យមើលខ្លួនឯងក្នុងចិត្តបកូនណាអ្នកបួសពួកយើងអ្នកបួសនេះណាទេណាទៅតែបួសយូរទៅចេះតែកើតទុកខ្លាំងពេកអានឹងការសាងភ្នោះរបស់យើងមិនតន់តាមមេគាបដិបទារបស់ព្រះសម្មាសម្ពុទ្ធទេកាលមុនចូលវត្តដូចសបាយចិត្តធូរក៏ដូចមិនបានកាន់សិលកាន់អីទេធម្មតាខែប្រជុំយកបាយទៅវត្តមួយស្រាក់ទៅក៏បាត់សូនទៅខែចូលឆ្នាំមួយស្រាក់ទេទៅបានហើយព្រះអង្គណាមកឈួរបិណ្ឌមុខវត្តដាក់500ទៅបានហើយមកក៏មកទៅក៏មកក៏ហីទៅដូចសបាយដូចមួយយ៉ាងដែរដូច
ដល់តាំងពីចូលវត្តមកយីពីទឹករូងនោះមិនឈប់សោះសំណួរសួរថាតើការបដិបត្តិនេះការបដិបត្តិធម្មៈរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នេះវានាំឲ្យធូរទ្រូងនឹងវាធូរឬក៏ឲ្យវាតឹងណាកន្លែងទៅនោះញាតិញោមប៉ុន្តែអានិសង្ឃនៃការបដិបត្តិធម៌គឺធ្វើឲ្យស្រាលចាកបដិពោតបដិខៈអវ័យដែលជាអវិជ្ជមានជាអកុសលហ្នឹងឲ្យវាស្រាលខ្លួននេះនៃពិតដើមពិតនៃកិច្ចបដិបត្តិធម្មៈរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់អញ្ចឹងកន្លែងហ្នឹងដល់ញាតិញោមអស់លោកទាំងអស់លោកពិនិត្យមើលកិច្ចបដិបត្តិនេះព្រោះស្ដាយញាតិញោមស្ដាយមិនស្ដាយថាយើងចំណាយពេលវេលាសិក្សាបដិបត្តិព្រះពុទ្ធសាសនាហើយវាអត់សូវបានផលញាតិញោមកាលណាតែបដិបត្តិអត់សូវបានផលតែអ្នកណាមកនិយាយតែមិនតិចជឿភ្លាមអូមែនណោះអូមែនណោះទៅបាត់តែគេពួលវាអត់មានអត់ធម្មៈហ្នឹងអត់ឲ្យផលដល់ញាតិញោមហ្នឹងផលដល់ញាតិញោមដូចជាករណីជាក់ស្ដែងញោមប្រុសញោមស្រីគាត់មិនសូវត្រូវគ្នាវាមានហេតុរឿងអីហើយគាត់ទៅបន់តែព្រះអង្គអើយធ្វើម៉េចឲ្យទៅជប់លេងយប់ទៅហើយទូបង្គំថ្វាយហង្ស័កមួយណាគេថាព្រះប្រកែទៅហើយថ្ងៃសិលទៅហើយចេកមកស្និតធូប3សែងតូនមុខព្រះអង្គអើយជួយផងក៏តស៊ូមួយគ្នាតាំងពី7 9មកឥឡូវគាត់អត់ឈប់សោះចេះតែទៅអត់ឈប់សោះព្រះអង្គអើយជួយទូបង្គំផងហើយព្រះនៅធម្មតាចឹងព្រះពុទ្ធរូបទៅថាអីណាបានមួយខែគេប្រាប់ថាព្រះអង្គដូចមិនសូវប្រកែខ្ញុំទៅបន់ព្រះអង្គមួយទៀតនោះប្រកែណោះព្រះអង្គខ្មៅព្រះអង្គនេះមិនសូវខ្មៅទៅព្រះអង្គមួយទៀតខ្មៅប្រកែណាអូឃើញញោមមួយឃើញអ្នកមួយចែមួយឃើញបងមួយក៏ទៅបន់តាគាត់ចុកភ្លាមតម្រងទៅទៀតអើចេះណាបន់យ៉ាងណាថ្មទេថ្មនេះថ្ងៃនេះយើងអភិសេកបុណ្យនេះអភិសេកព្រះពុទ្ធរូបហេតុអីបានអភិសេកពាក្យអភិសេកមានន័យថាម៉េចមានន័យថាធ្វើរបស់តូចឲ្យទៅជាធ្វើរបស់ធម្មតាឲ្យទៅជារបស់ខ្ពង់ខ្ពស់សេកអភិសេកដូចជាគេអភិសេកព្រះរាជាពីដើមព្រះអង្គមនុស្សធម្មតាតាញាតិញោមជាព្រះអង្គម្ចាស់តាដល់អភិសេកទៅគឺលើកដំកើងព្រះអង្គម្ចាស់ឬក៏ព្រះរាជទាយាទនឹងឲ្យคล้ายទៅជាព្រះរាជាយ៉ាងណាមិញព្រះពុទ្ធរូបនេះគេអភិសេកគឺដើម្បីទុកជាតំណាងព្រះសម្មាសម្ពុទ្ធជាម្ចាស់ដែលបានប្រកាសសម្ដែងដែលបានបង្រៀនដល់សត្វលោកទាំងអស់រយៈពេល45ឆ្នាំដែលនិយាយអំពីគុណរបស់ព្រះអង្គទាំង3នោះដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់មានអញ្ចឹងព្រះពុទ្ធរូបនេះជាតំណាងញាតិញោមជាតំណាងដល់អញ្ចឹងញោមគាត់ចេះតែនេះទៅគាត់ប្រឹងទៅញាតិញោមទៅបូជាបន់ជួនកាលចំពេលញោមប្រុសនឹងគាត់វាហត់នៅវាអីវាអស់ចិត្តគាត់ឈប់ដើរអូព្រះអង្គប្រកែមែនជឿតែម្ដងណាអញ្ចឹងវិវត្តអញ្ចឹងកន្លែងហ្នឹងចង់សឹកចម្រើនពរញាតិញោមពុទ្ធបរិស័ទថាព្រះពុទ្ធរូបកសាងឡើងគឺក្នុងបំណងទុកជានិមិត្តរូបជាតំណាងនៃព្រះសម្មាសម្ពុទ្ធជាម្ចាស់ញាតិញោមណាដោយព្រះសម្មាសម្ពុទ្ធជាម្ចាស់ព្រះអង្គពោពេញទៅដោយគុណដ៏ក្រៃលែងគឺបញ្ញាគុណវិសុទ្ធគុណនិងករណាណាគុណសូមអនុមោទនាឥឡូវហ្នឹងគឺជ្រាបហើយអំពីគុណអំពីអ្វីដែលជាសារៈសំខាន់របស់ព្រះពុទ្ធរូបប៉ុន្តែសំដែងអញ្ចឹងមកឲ្យញោមឈប់ជឿឈប់បន់ទេញោមចង់បន់អញ្ចឹងចុះមិនអីទេមិនហាមទេយ៉ាងណាក៏បានដែរមិនអីទេមិនហាមជានិមិត្តរូបញាតិញោមណានិមិត្តរូបប៉ុន្តែសច្ចៈហ្នឹងគឺកើតចេញអំពីការបដិបត្តិពីសំដែងខាងដើមអញ្ចឹងមង្គល38ប្រការជីវិត
អាពាហ៍ពិពាហ៍ដែលប្រកបដោយជោគជ័យដោយល្អដោយប្រសើរគឺកើតចេញពីក្តីស្រឡាញ់នៃភរិយានិងស្វាមីនឹងព្រះអង្គត្រាស់សម្ដែងបញ្ជាក់ច្បាស់តម្រង់គ្មានលាក់លៀមទេញាតិញោមណាទៅអានប្រសូតហ្នឹងឃើញហើយប៉ុន្តែការបប្រតិបត្តិយ៉ាងណាមិនអីទេញាតិញោមហ្នឹងហើយតាមសទ្ធាជាស្លាមមិនយ៉ាងម៉េចទេហើយបកូនណាម្ចាស់ឯកឧត្តមជួនឆ្នាំនេះប៉ែតដែរហ្នឹងប៉ែតហើយបករណាជាម្ចាស់ឥឡូវក្នុងវ័យ80ញោមជ្រះថ្លាខ្លាំងណាស់ជាមួយលើដោយពុទ្ធបរិស័ទលោកកសាងព្រះពុទ្ធរូបកសាងព្រះពុទ្ធរូបនេះស្ដាប់របាយការណ៍នេះដោយផ្ចិតផ្ចង់ជាទីបំផុតឥឡូវព្រះពុទ្ធរូបបានសាងសង់ហើយបុណ្យក៏ចប់ថ្ងៃនេះហើយញោមនឹងវេថ្វាយទុកដាក់ជាសម្បត្តិព្រះពុទ្ធសាសនានៅក្នុងវត្តនៅក្នុងព្រះពុទ្ធសាសនាយើងការងារញោមចប់ហើយនៅឡើយការងារព្រះអង្គថែរក្សាបកូនណាបច្ច័យដែលលោកបូជាចូលគ្នា10000 20000ក្តី1រៀល2រៀលក្តីទាំងអស់នេះជាសតិបរិសុទ្ធដែលហូរចេញពីដួងចិត្តនៃពុទ្ធសាសនិករបស់យើងដែលលោកជាថ្លានោះមើលបំរើរដ្ឋប្រើជាតិពីវិទ្យាបំណងចុងក្រោយហ្នឹងមិនមែនទៅធ្វើផ្ទះលំហែនៅភ្នំ1500អីទៅធ្វើបំណងចុងក្រោយធ្វើពុទ្ធរូបថ្វាយព្រះអង្គអញ្ចឹងព្រះករណាព្រះអង្គក្មេងលោកគ្រូចាតិកាបច្ចុប្បន្នច្រើនមើលថែព្រះពុទ្ធរូបនេះដាំផ្កាស្រោចទឹកឲ្យបូជាប្រគុណណាហ្នឹងហើយកុំឲ្យទៅរើរោងប៉ុនហើយព្រះនៅដោយព្រះនៅដោយវហេយូឆ្មាឆ្កែទៅដេកពេញកន្លែងព្រះពុទ្ធរូបហ្នឹងនេះមិនជាទីជ្រះថ្លានៃបរិស័ទឡើយសទ្ធាដល់ក្រៃលែងនេះដែលកើតចេញអំពីទឹកចិត្តរបស់ឯកឧត្តមនិងលោកជំទាវនិងញាតិរបស់លោកហ្នឹងគឺដោយបុណ្យកុសលផងដោយក្តីស្រឡាញ់ចំពោះប្រទេសជាតិចំពោះខេត្តចំពោះស្រុកចំពោះឃុំចំពោះភូមិនឹងផងអញ្ចឹងព្រះអង្គត្រូវថែរក្សារបស់អស់ទាំងហ្នឹងជាសារណវត្ថុញាតិញោមព្រះអង្គញោមភូមិអ្នកភូមិឥឡូវឯកឧត្តមលោកជ្រះថ្លាហើយលោកប្រកេនហើយញោមបូជាញោមណាកុំធ្វើចោលថ្ងៃសិលមានផ្កាបូជានាំចៅនាំកូនមកគោរពបូជាដែលហោចទៅមានតែផ្កាមួយតួងនេះយកមកបូជានេះក៏ឈ្មោះថាជាការបាននៅអានិសង្ឃដល់ក្រៃលែងផងហ្នឹងហើយកសាងស្រាប់តែ6ខែក្រោយមកបាក់តិចព្រះឬក៏ខូចតាណាបន្តិចលោកមកវត្តញោមមកភូមិអត់មានអ្នកធ្វើទេទៅហៅញោមឯកឧត្តមពីពេញមកធ្វើទៀតអត់ទេណាប្រកូនណាអត់ទេត្រូវតែធ្វើអ្នកព្រោះរបស់ទៅនឹងជាទ្រព្យរបស់ភូមិយើងចាស់ថាទ្រព្យអញ្ចឹងចោះជាទ្រព្យសម្បត្តិរបស់វត្តយើងអញ្ចឹងពុទ្ធបរិស័ទចំណុះជើងវត្តនឹងមានភាគមួយដែលត្រូវចូលរួមជួយថែរក្សាអភិរក្សបេតិកភណ្ឌនេះឲ្យបានកុំឲ្យស្រាប់តែទ្វាឬក៏ឈ្មោះឬក៏ផ្កាឬក៏តោក្នុងវាដួលទេទៅឯកឧត្តមអើយតោដួលហើយតិចតបងនោះបាក់ឯកឧត្តមអើយលបងបាក់ហើយយូរទៅតាំងពីធ្វើព្រះហ្នឹងមកមានបានសម្រាកបានអត់ទេព្រោះឡលោកទេទៅរំខាននៅរឿងតោរឿងនេះហ្នឹងអត់ទេណាប្រកូនណាបកណាជាម្ចាស់គ្រូមេគុណណាជួយទាំងអស់គ្នាមិនមែនតែវត្តហ្នឹងទេគ្រប់វត្តទាំងអស់ពីព្រោះអីពីព្រោះសទ្ធារបស់បរិស័ទបានឆ្លងហើយរបស់អស់ទាំងនេះនៅក្នុងវត្តជាកិរុផន្ធកិរុផន្ធគឺជារបស់សង្ឃសង្ឃគឺជារបស់រួមទាំងអស់ក្នុងនោះអ្នកដែលចូលរួមចំណែកជួយថែរក្សាគឺពុទ្ធបរិស័ទផងពេលខ្លះសង្វេគញាតិញោមវត្តខ្លះញោមគហបតី
អ្នកមុខអ្នកការមន្ត្រីរាជការធំលោកមានសទ្ធាលោកធ្វើដូចជាវិហារដូចជាសាលាឆាន់ដូចជាកុដិដូចជារបបឬក៏ស្រះទឹកជីកសម្រាប់ជាប្រយោជន៍ក្នុងវត្តនៅក្នុងតំបន់នៅក្នុងកន្លែងនឹងសម្រាប់ប្រសង់សម្រាប់ពុទ្ធបរិស័ទអីលោកប្រើទាំងអស់ហើយប្រឹងណាស្ដាប់មិញសំបីតែឆ្នាំក៏អស់លុយទេណាម្ចាស់មិនមែនឆ្នាំនឹងបាននេះស្រួលទេនឹងឮថាតកែឆ្នាំនឹងជូនដោយសារស្កល់ទេបើកណាទៅព្រះមេគុណទៅនឹងយល់លុយហើយមិនយល់លុយខាតចង់ឡាតដើមមិនចឹងខ្ញុំអញ្ចឹងរបស់អស់ទាំងនោះសំបីតែដាច់គោលមួយក៏ត្រូវចាយលុយដែរញាតិញោមណាហើយដើម្បីបានលុយ100 1រៀល1000ទៅដេញដាច់គោលទាំងមួយកាត់ចេញពីការរស់ស៊ីកាត់ចេញពីការធ្វើការកាត់ចេញពីការប្រឹងប្រែងហូរញើសហូរឈាមតម្រាំបានលុយ1រៀលនឹងទៅទិញដៃគោលមួយយកមកដំមកកន្លែងមុខព្រះហ្នឹងអញ្ចឹងជារបស់ដែលថ្លៃមហាសាលថ្លៃមហាសាលវាតំណាងឲ្យទឹកចិត្តដ៏បរិសុទ្ធនេះអញ្ចឹងបកូនណាខ្ញុំណាឃើញវត្តខ្លះញោមធ្វើហើយអីហើយទៅចោះសមាហើយអីហើយសពបែបយ៉ាងអីទាំងអស់បានតែ6ខែបានតែ1ឆ្នាំអត់មានអ្នកថែញ៉ឹងបងដេគុណទៅតាមដេគុណទៅនេនទៅតាមនេនទៅញោមអាចារ្យទៅតាមញោមអាចារ្យអវហានឹងទៅតាមវហាទៅហ្នឹងហើយពីលើសិតតែអាចព្រៀបអង្ក្រោមនេះសិតតែអាចឆ្កែសិតឆ្មាហើយព្រាននោះនៅកប៉ុកប៉ុកកំសត់ណាឆ្នាំកំសត់ណាហ្នឹងហើយយូរគេបើកទ្វារម្ដងទៅធ្វើការប្រាក់បោះបន្តិចបិទវិញកំសត់អញ្ចឹងវត្តអារាមយើងត្រូវតែជាកន្លែងដែលស្អាតញាតិញោមអ្នកចម្រើនពរហ្នឹងមិនមែនថាបន្ទោសអីទេប៉ុន្តែធ្លាប់ឃើញហើយក៏វាមានអញ្ចឹងចង់ឲ្យវត្តយើងคล้ายទៅជាកន្លែងគំរូមួយសម្រាប់ពុទ្ធបរិស័ទជាពិសេសយុវជនយើងហ្នឹងឲ្យលោកចូលមកវត្តឃើញថាអូវត្តអញស្អាតតើនោះជាទីមនោរម្យហ្នឹងហើយជាទីមនោរម្យអារាមហ្នឹងវត្តអារាមហ្នឹងប្រែថាវត្តតៈហ្នឹងកន្លែងប្រណិប័តប្រកបដោយភាពមនោរម្យមកអញ្ចឹងញញោមមានដើមឈើមានព្រះពុទ្ធរូបមានការទុកដាក់អីចឹងទៅវានៅផ្ទះហ្នឹងវាស្មុកហើយពិបាកទៅហើយដល់មកដល់វត្តនេះទៀតវាស្មុកលើសផ្ទះទៀតតើឲ្យទៅឯណាវាអត់មានកន្លែងទៅទេអញ្ចឹងអារាមប្រែមកថាជាទីរីករាយនឹងកិច្ចបដិបត្តិនឹងបន្តិចចឹងញោមបន្តិចចឹងនឹងជាការបដិបត្តិរស់នៅជីវិតប្រចាំថ្ងៃហើយជ្រះថ្លាណាញោមដោយឯកឧត្តមលោកទាវបម្រើជាតិអស់មកជីវិតទៅហើយចាស់ហើយអត់ចង់បានអីទៀតទេចង់ថាថ្ងៃណាពីអ្នកយាយតាមកនឹកឃើញអនុស្សាវរីយ៍ធ្លាប់កសាងវត្តតែបញ្ជូនដល់90អីទៅជន់វែងនៅប៉ុណ្ណឹងជិះមកឃើញនេះនៅកាល10ឆ្នាំមុននោះអូនិមន្តព្រះអង្គយកអញ្ចឹងជាតិមកទេសនានោះក៏នឹងឥឡូវព្រះអង្គលោកទៅបាត់ហើយថាមិនត្រូវមិនដឹងទៅណាអនុស្សាវរីយ៍ដល់មកទៅជ្រះថ្លាញាតិញោមកាលដែលព្រះបាទអជាតសតុនេះជាស្ដេចដែលកាចហើយខ្លាំងសម័យពុទ្ធកាលក្មេងសម្រាប់បិតាខ្លួនឯងដណ្ដើមរាជហើយជាអធិរាជមួយដែលស្ដេចណាក៏ខ្លាចដែរនៅក្នុងចម្ពោះទ្វីបសម័យនោះហើយស្គាល់ព្រះតាំងពីក្មេងអជាតសតុនេះមានច្រើនតែបណ្ដែលជ្រះថ្លាជាមួយព្រះទេចុងក្រោយពេលដែលសម្លាប់បិតាហើយគាត់ដឹងខ្លួនថាអញហើយអញចង់ហេតុតែចង់សោយរាជសម្លាប់បិតាខ្លួនឯងដែលជាអ្នកមានគុណដល់ក្រៃលែងអង្គុយលើបល្ល័ង្កគ្រប់គ្រងតបរាប់សែនដែនដីមហានគរនឹងអស់ចានៅចម្ពោះទ្វីបឮតែអាជាសតុនឹងភ័យស្ដេចផ្សេងខ្លាចណាស់កាចក៏កាចខ្លាំងក៏ខ្លាំងឆ្លាតក៏ឆ្លាតប៉ុន្តែมันអាចរស់នៅដោយសុខដោយសារតែវិបដិសារីដោយសារធ្វើគុតបិតាខ្លួនឯងដេកមិនសុខអាយដំដេកមិនសុខឯស្ដេចអង្គនោះនៅមិនសុខបិតាអញ្ចឹងទៅបានទៅសួរអាមាត្យសួរឧបមាថាខ្ញុំខ្លោចផ្សានណាស់ខ្ញុំធ្វើគុតបិតាខ្លួនឯងខ្ញុំសោចផ្លាខ្ញុំរស់មិនស្រួលសោះខ្ញុំវិបដិសារីតើអ្នកណាអាចជួយខ្ញុំបានដើម្បីដោះនៅវិបដិសារីនេះបានបំបត្តិនៅវិបដិសារីនេះបានថាំងមានគឺព្រះសម្មាសម្ពុទ្ធ
bà ông chôn tờ rùaព្រះសម្មាសម្ពុទ្ធទៅព្រះលោកជួយហើយចឹងក៏ទៅញាតិញោមទៅមិនទៅថ្ងៃទៀតទៅយប់ទៀតស្ដេចអង្គនោះហើយបកូនណាដឹងស្ដាប់ហើយទៅតែទៅមួយអង្គឯងញាតិញោមទៅហ៊ានរាប់រយរាប់ពាន់ផ្អើលទឹកផ្អើលដីអង្គើព្រៃទាំងអស់ចូលទៅព្រះលោករងចាំលោកគង់ស្ងៀមជាមួយនឹងភិក្ខុប្រហែលដូចជាមានចាំ1000ចឹងណាតែ1000ចឹងញាតិញោមព្រះភិក្ខុសង្ឃគង់ស្ងៀមស្ងាត់លឺតែខកព្រះអាជាតសតុយប់ចូលទៅព្រះអាជាតសតុចូលទៅឃើញការបដិបត្តិភាពស្រគត់ស្រគំនៃព្រះសង្ឃអញ្ចឹងជ្រះថ្លាតែម្ដងតែព្រះអង្គទូមគុំណាមេតាហ៊ានណាទូមគុំវឹកខ្លាំងណាស់តាហ៊ានប៉ុន្តែហ៊ានទូមគុំនេះនៅមានវិន័យចាញ់តាហ៊ានរបស់ព្រះអង្គចាញ់ព្រះសង្ឃរបស់ព្រះអង្គព្រះសង្ឃនេះល្អណាស់ចឹងធម្មៈដែលព្រះអង្គបង្រៀនបណ្ដោះចិត្តមនុស្សនេះពិតជាអស្ចារ្យជ្រះថ្លាកន្លែងហ្នឹងជ្រះថ្លាអំពីវិន័យរបស់ព្រះភិក្ខុកុសង្ឃឃើញទេញាតិញោមចឹងវត្តអញ្ចឹងដែរញាតិញោមចូលមកបើមានអនាម័យល្អមានអីអញ្ចឹងជ្រះថ្លាញាតិញោមចង្កាលស្ដាប់ធัวអាត្មាទេសអញ្ចឹងស្ដាប់យល់ទេចង្កាលឬក៏ស្ដាប់ប៉ុន្តែជ្រះថ្លារឿងផ្សេងអីចឹងទៅអញ្ចឹងវត្តអារាមបកូនណាម្ចាស់ដាច់ខាតត្រូវតែជាកន្លែងដែលពុទ្ធបរិស័ទជ្រះថ្លារៀបអាហ្នឹងញាតិញោមណារៀបឲ្យស្រួលអញ្ចឹងការកសាងសំណង់អីសំបែបយ៉ាងរបស់បរិស័ទដែលលោកបូជាហើយអីហើយទាំងអស់ហ្នឹងវានឹងคล้ายទៅជារបស់ដែលមានតម្លៃមិនអាចកាត់ថ្លៃបានហើយជាសរណវត្ថុដ៏ល្អប្រពៃសម្រាប់ព្រះសង្ឃនិងពុទ្ធបរិស័ទគោរពបូជាសូមអនុមោទនាប៉ុណ្ណឹងចុះញោមណាហ្នឹងហើយ50នាទីបានហើយចុងក្រោយសូមជូនបុណ្យជូនកុសលឯកឧត្តមលោកជំទាវញោមឯកឧត្តមអបាខេតលោកជំទាវត្រេកអរពេញចិត្តពេលដែលឃើញចាស់លោកបានធ្វើកិច្ចការនេះមួយបានជាគំរូដល់ក្មេងចំនួនក្រោយញាតិញោមព្រោះ20ឆ្នាំអីទៀតទៅបាត់ញោមអស់ហើយអាត្មាទៅជាមនុស្សចាស់ហើយអញ្ចឹងបារម្ភអំពីយុវជនរបស់យើងដែលត្រូវថែរក្សាប្រទេសជាតិថែរក្សាវប្បធម៌អញ្ចឹងអាត្មាចេះតែលួចទៅសើឃើញញាតិញោមចាស់តែជាងចិត្តជាងប្រឹងអើយមួយថ្ងៃទៅប៉ុនខាងស្អែកទៅវត្តអាត្មាទៀតហើយនេះជាមរតកដែលឯកឧត្តមទុកឲ្យញោមស្រុកអ្នកស្រុកខេត្តពោធិ៍សាត់តចំណន់អញ្ចឹងញោមអ្នកស្រុកពោធិ៍សាត់ថែរក្សាស្នាដៃរបស់ឯកឧត្តមផងឲ្យល្អបើឆ្នាំព្រះក្នុងវារលុបយើងប្រមូលលុយគ្នាលៀបទៅកុំទេទៅអីណាញោមណាតែលៀបទៅបើតោនៅអាមុខនោះវាដួលវារលុងអីចឹងធ្វើទៅទុកជារបស់រួមហើយទាំងអស់នេះឯកឧត្តមមានប្រសាសន៍ហើយមិនថាចែកបុណ្យញាតិញោមត្បិតតែញោមមិនបានចូលបច្ច័យចូលអីមែនប៉ុន្តែឯកឧត្តមចែកបុណ្យមានន័យថាហាក់ដូចជាញោមនឹងបានញោមទាំងអស់គ្នានោះបានកសាងពុទ្ធរូបនឹងស្មើនឹងការលះបង់នឹងសទ្ធារបស់ឯកឧត្តមជាមួយលោកជំទាវនឹងទាំងអស់គ្នាចឹងសូមញោមជ្រះថ្លាត្រេកអរអនុមោទនាបុណ្យកុសលដែលកសាងព្រះពុទ្ធរូបនេះឲ្យបានគ្រប់គ្នាកុំបីអខានឡើយថ្វាយពពរព្រះអង្គបានប្រកបដោយពុទ្ធពរទាំង4ប្រការយុវណ្ណៈសុខៈពលៈកុំបីគ្លៀងគ្លេតឡើយរីធម្មវិសេសទេសនាដែលសម្ដែងក្នុងវេលាគ្រានេះក៏សន្មតថាចាប់តែប៉ុណ្ណេះឯងអេវ៉ាំងព្រះសាបញ្ញោពុទ្ធវេសាងសត
ត្រៃលោកាគ្មានមនុស្សនឹងទេវតាព្រមមេណាប្រដូចបានកុំចាត់នៅកេងលែមិនអោយសែងនៅសល់ខានញ៉ាំងជន់ទាំងប៉ុន្មានជាច្រើនប្រានអោយត្រាស់ដឹងខ្ញុំសូមថ្វាយបង្គំដល់ព្រះបរមជាទីពឹងអង្គឆ្លងផុតស្ទឹងជាពុំនឹងក្នុងភពហើយព្រះអង្គជាទង់ជ័យធំត្រឆៃបង្ហាញត្រើយតែមួយព្រះអង្គហើយហត់ទុកស្បើយក្នុងត្រៃភពមាព្រំនឹងទេវតានឹងមនុស្សសាតែងគោរពចូលជ្រកនៅក្រោមលុបព្រះចៅភពបានសុខហាសាធុសាធុសម្ដេចឥឡូវចប់ហើយសោកស្ដាយពិតអវាទព្រះអង្គញ៉ាំងសុចចរិតឲ្យចេះអាណិតគិតមេតាមានចិត្តអភ័យនឹងសន្តោបានលើកលែងទមសត្វនេះហើយអំណាចនៃសត្វទេយល់ព្រះធម្មីពីរោះណាស់ខ្ញុំសូមសមាទានរតនត្រ័យទីពឹងរាល់ថ្ងៃយ៉ាងច្បងច្បាស់រស្មីនៃជីវិតកើតប្រកាសជាកូនចៅព្រះតរៀងទៅ
មោទនី សាធុ